បាទសូមស្វាគមន៍ពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នានៅថ្ងៃនេះដែរខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានៅទស្សនវិជ្ជាទាំងស្រុងនៃការសាងសង់ស្ពានព្រែកប្រាចាក់រែកក្រោមមកថ្ងៃនេះដែរគឺជាថ្ងៃទី22ខែតុលាឆ្នាំ2025ហើយស្ពាននេះដែរគឺសាងសង់បានលឿនមែនទែនបាទនេះគឺជាតសស្ពាននៅខាងក្នុងទឹកបាទហើយស្ពាននេះដែរគឺធ្វើការសាងសង់ឆ្លងកាត់នៅទន្លេបាសាក់ពីខាងកើតគឺគេហៅចាក់រ៉ែក្រោមហើយមកខាងលិចនេះគេហៅក្រុមព្រែកប្រាហើយនេះខ្ញុំថតជុំវិញឲ្យពុកម៉ែបងប្អូនមើលអានោះគឺជាវត្តព្រែកប្រាហើយបាទនេះនៅខាងទន្លេបាសាក់គឺទីទៀតគឺងាយស្រួលនៅខាងបងប្អូននៅខាងព្រែកប្រានៅពេលដែលស្ពាននេះធ្វើការសាងសង់ហើយគឺឆ្លងកាត់ទៅមកបានលឿនបាទតោះឥឡូវយើងជីកទៅមើលនៅខាងដំណចុងស្ពានទាំងអស់គ្នាបាទបើយើងជីកពីខាងស្ពានច្បារអំពៅមកយើងមកត្រង់តាមផ្លូវព្រែកប្រាមកដល់វត្តព្រែកប្រានេះគឺមានវងមូលមួយយើងធ្វើការបត់ឆ្វេងតាមវងមូលហ្នឹងមកចូលតាមគៀនរបស់បងវត្តហើយមានផ្លូវបត់ស្ដាំមួយគឺយើងអត់ទៅតាមហ្នឹងទេយើងទៅត្រង់ទៀតបាទតាមនេះគឺមានផ្លូវបេតុងតាមហ្នឹងគឺបត់ស្ដាំទៅមានផ្លូវបេតុងប៉ុន្តែទៅត្រង់កន្លែងធ្វើស្ពាននេះគឺបេតុងដែរតែឥឡូវវារៀងខូចបន្តិចវាយូរឆ្នាំដែរហើយសង្ឃឹមថានៅពេលដែលស្ពានធ្វើហើយខាងផ្លូវនេះនឹងធ្វើស្អាតថ្មីជូនបងប្អូនធ្វើដំណើរងាយស្រួលជាងនេះបាទបាទបងប្អូននេះគឺជាទីតាំងស្ពានដែលគេកំពុងធ្វើហើយទីតាំងខ្ញុំឈរនេះគឺគេធ្វើមកដល់កន្លែងខ្ញុំឈរតែម្ដងបាទនេះគឺជាដំណចុងស្ពានក្នុងសងខាងគេធ្វើរួចរាល់អស់ហើយបាទរងចាំតែថ្ងៃដែលគេធ្វើហើយគេតភ្ជាប់គ្នាទេហើយទៅទៀតចាំយើងជិះទៅមើលរង្វង់មូលទាំងអស់គ្នាតោះឥឡូវយើងជិះទៅមើលនៅខាងចុងស្ពានទាំងអស់គ្នាថាគេធ្វើបានអីខ្លះហើយ
Thank you.